ឥឡូវនេះបងប្អូនខ្ញុំបង្ហាញពីរុក្ខជាតិមួយទៀតហើយរុក្ខជាតិដែលខ្ញុំពងកាន់ឲ្យបងប្អូនមើលមានបន្លាខ្លីៗហ្នឹងណាបងប្អូនមើលមកផ្លែតដូចត្រៀលស្វាអញ្ចឹងប៉ុន្តែមិនមែនទេវាត្រៀលស្វាវាអត់មានបន្លាហើយនេះរុក្ខជាតិនេះឈ្មោះថាធ្មង់បងប្អូនហើយធ្មង់ហ្នឹងមានបន្លាហើយកបនឹងជំងឺពាក់ព័ន្ធនឹងអសត់បុរាណខ្មែរយើងកបនឹងជំងឺជាច្រើនដែរបងប្អូនណាប៉ុន្តែលោកគ្រូលើកមក3មុខដើម្បីចែកជូនបងប្អូនទុកឲ្យបងប្អូនយកទៅប្រើប្រាស់ដល់សិនណាបងប្អូនដើរទៅឃើញអញ្ចឹងណាហើយរុក្ខជាតិធ្មង់នេះបែរបងប្អូនណាកបនឹងជំងឺក្រពះចុកឆ្អល់បងប្អូនយកសម្បកដើមនឹងយកទៅពិសាទៅដាំពិសាទទួលទានដោយហាលឲ្យស្ងួតធ្វើអនាម័យឲ្យស្អាតតាមក្បួនបុរាណរបស់យើងកណាយើងដាក់យកទៅហាលដោយអត់ស្ងួតហើយអត់ធ្វើអនាម័យល្អយកទៅកន្លែងហាលដោយមានមេរោគអីចឹងទៅវាធ្វើឲ្យឆ្លងមេរោគអញ្ចឹងយើងធ្វើអនាម័យស្អាតទៅយើងយកទៅប្រើប្រាស់រុក្ខជាតិនេះឲ្យហាលស្ងួតទៅបងប្អូនដាក់15ក្រាមទៅ20ក្រាមស្ងួតទៅបងប្អូនមានន័យថា15ក្រាមស្ងួត20ក្រាមទៅទឹកមានន័យថាចឹងប៉ុន្តែជាទូទៅឱសថបុរាណខ្មែរយើងគេច្រើនហាលឲ្យស្ងួតរើងតែម្ដងដល់ទៅពេលគេយកទៅដាំយកទៅរងាស់ដើម្បីព្យាបាលជំងឺវាចេញច្រើនមានន័យថាចឹងណាបងប្អូនវាចេញច្រើនជាងរុក្ខជាតិដែលសើមវាចេញតិចណាហើយបើសិនតែយើងយកណែស្ងួតទៅវាចេញច្រើនតែម្ដងហើយជាថ្នាំទៅព្យាបាលរោគាប្រជាធិបងប្អូនវាប្រកែជាទូទៅសុទ្ធបុរាណគេហាលអញ្ចឹងបងប្អូនកាលណាទុកសាមអាចដុសផ្សិតដុសអីទៅយកទៅប្រើទៅវាធ្វើឲ្យក្អកវាធ្វើឲ្យខានដាតហើយធ្វើឲ្យគ្រឿងក្អកបងប្អូនហើយនឹងមួយទៀតបងប្អូនណាប្រើប្រាស់ជាឱសថទៅលើអដែងថ្ងៃស្ត្រីយើងឆ្លងទន្លេបងប្អូនសរសៃខ្ចីបើសិនលះហើយអស់កម្លាំងញ័រដៃញ័រជើងចេញចោលតាំងជាងើបបេមាត់ស្លាំងអញ្ចឹងណាគេដាំយករុក្ខជាតិនេះដាំដូចខ្ញុំប្រាប់អញ្ចឹងបងប្អូនដាក់ពី15ក្រាមទៅ20ក្រាមដូចគ្នាខាងលើអញ្ចឹងបងប្អូនហើយដាំ1ឆ្នាំ2ឆ្នាំ3ឆ្នាំទៅអ្នកកូនខ្ចីហ្នឹងមានកម្លាំងស្រស់ស្រាយមានកម្លាំងកំហែងវិញមានញ័រទ្រូងហើយដើរគ្រីងឃ្លោងអីបាត់អស់ហើយបបេមាត់ស្លាំងឡើងស្លេកស្លាំងអញ្ចឹងបងប្អូនក៏មានឈាមឡើងវិញធម្មតាវិញមានកម្លាំងធម្មតាដូចដើមវិញអញ្ចឹងហ្នឹងរុក្ខជាតិធ្មង់នេះបងប្អូនហើយនឹងទី2បងប្អូនណាទី3ធ្វើឲ្យជំនួយទឹកដោះផងពេលដែលឆ្លងទន្លេស្ត្រីឆ្លងទន្លេរួចហើយយើងដាំយកទៅពិសាទទួលទានវាធ្វើឲ្យជំនួយទឹកដោះចេញទឹកដោះមានន័យថាបើសិនមិនសូវចេញទឹកដោះណាវាធ្វើឲ្យចេញទឹកដោះបានស្មើបានច្រើនធ្វើឲ្យទារកបើបានគ្រប់គ្រាន់ហើយកាលណាបើសិនជាអត់ចេញទឹកដោះពេលកូនខ្ចីមកអញ្ចឹងបងប្អូនហើយការដាក់ដូចខាងលើអញ្ចឹងបងប្អូនខ្ញុំមិននិយាយច្រើនផ្លាយវីដេអូវែងបងប្អូនធុញបងប្អូនណាទី3បងប្អូនណាទី3ដូចជាគ្រុនចាញ់បងប្អូនដាក់តែប៉ុណ្្នឹងដូចគ្នាដែរ15ក្រាមទៅ20ក្រាមដែរយកទៅពិសាទទួលទានដាក់ទឹក2លីត្រ2លីត្រកន្លះទៅឬក៏បងប្អូនហូបបានទឹក3លីត្រទៅក៏ហូបទៅព្រោះថាសារពាង្គកាយយើងទទួលទឹកគ្រប់គ្រាន់70%បងប្អូនហើយបើសិនណាលើសវាសិតចោលមានន័យថាកម្រងនោមកលៀនរបស់យើងគេហៅទឹកលៀនណាវាច្រោះចេញជាតិពុលមកក្រៅហើយវាមិនទុកជាតិពុលជាតិទឹកអីទេវាទទួលបានតែ70%នៃសារពាង្គកាយរបស់យើងទទួលទានទឹកហើយវាលើសក៏វាច្រាលអូតូខ្លួនវាតែម្ដងមិនបាច់ភ័យទេសុខភាពមនុស្សល្អណាស់វាបើសិនជាជាតិទឹកយើងហូបលើសក្នុងសារពាង្គកាយរបស់យើងក៏វាធ្វើអូតូចេញមកក្រៅវិញដែរបងប្អូនមិនបាច់ភ័យទេវាយកបានតែ70%ដើម្បីបម្រើសុខភាពបងប្អូនទេហើយបើសិនជាបងប្អូនមើលថាមានប្រយោជន៍គឺបងប្អូនជួយចុច like ចុច share subscribe ឲ្យលោកគ្រូបានម្នាក់មួយផងបងប្អូនជួយលើកទឹកចិត្តលោកគ្រូថ្ងៃក្រោយដើររករុក្ខជាតិនៅតាមព្រៃភ្នំក្រំថ្មចែកជូនបងប្អូនបម្រើបងប្អូននៅថ្ងៃក្រោយទៀតបងប្អូនណាហើយនៅចុងក្រោយនេះសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតសូមឲ្យទេវតាទាំងឡាយមានរុក្ខទេវតាឋានទេវតានៅថែសាភ្នំជ្រាវនេះថែរក្សាបងប្អូនសូមឲ្យបងប្អូនជួបនៅពរ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀតឡើយខណៈពេលនេះខ្ញុំបាទគ្រូអសុទ្ធបារានជ័យទឹកសូមគោរពសូមជម្រាបលា